ជំរាបសួរពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចំពោះខ្សែបាតដៃថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃដែលមានសញ្ញាអក្សរ M ជាខ្សែពិសេសមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់លោកអ្នកដែលមានខ្សែអក្សរ M នេះជាបុគ្គលមានវាសនាខ្ពស់មានសមត្ថភាពពិសេសមានសមត្ថភាពខ្ពស់ជាប្រធានជាអ្នកដឹកនាំជាអ្នករកស៊ីភាគច្រើនគឺមានខ្សែអក្សរ M នេះខ្សែអក្សរ M មាននៅលើបាតដៃមិនមែនជារឿងចៃដន្យនោះទេមានន័យយ៉ាងជ្រាលជ្រៅចាមានអត្ថន័យយ៉ាងជ្រាលជ្រៅសញ្ញាអក្សរ M នេះបង្ហាញពីជោគវាសនានិងភាពជោគជ័យខ្សែអក្សរ M នេះមាននៅលើបាតដៃរបស់យើងម្នាក់ៗមិនមែនជាសញ្ញាធម្មតាទេសញ្ញានេះទាក់ទងនឹងអនាគតរបស់យើងម្នាក់ៗខ្សែអក្សរ M នេះមានថាមពលខ្លាំងជាសញ្ញាសម្គាល់ដល់ភាពជោគជ័យសញ្ញាសម្គាល់ពីគោលដៅពីមហិច្ឆតាជាមួយគ្នានេះដែរថែមទាំងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្ពង់ខ្ពស់ឆ្ពោះទៅមុខខ្សែសញ្ញាអក្សរ M នេះមាននៅលើបាតដៃយើងនេះបានកត់ត្រាពីផ្លូវនៃជោគវាសនាគឺជាចង្កឹះសោរនៃអនាគតរបស់បុគ្គលម្នាក់ៗខ្សែអក្សរ M នៅលើបាតដៃជាខ្សែពិសេសខ្លាំងណាស់ខ្សែសំខាន់4ចំណុចនៅលើបាតដៃរបស់យើងគឺខ្សែជីវិតខ្សែខួរក្បាលខ្សែបេះដូងនិងខ្សែវាសនាជាខ្សែសំខាន់ទាំង4ខ្សែនេះគួរបញ្ចូលគ្នាបានទៅជាខ្សែអក្សរ M ពិតជាអស្ចារ្យខ្លាំងណាស់ចាអញ្ចឹងខ្សែទាំង4នេះគួរបញ្ចូលគ្នាបានទៅជាខ្សែអក្សរ M ពុកម៉ែបងប្អូនដូចក្នុងរូបភាពអញ្ចឹងខ្សែសំខាន់ទាំង4គួបចូលគ្នាបានទៅជាខ្សែសញ្ញាអក្សរ M នេះបង្ហាញពីជោគវាសនាបង្ហាញពីចំណុចពិសេសនៃខ្សែជីវិតរបស់យើងម្នាក់ៗលោកអ្នកដែលមានខ្សែសញ្ញាអក្សរ M នេះនៅក្នុងខ្សែជីវិតគឺមានជម្រើសច្រើនយ៉ាងដែលត្រូវជ្រើសរើសដើម្បីទទួលបានភាពជោគជ័យយើងត្រូវមានសមត្ថភាពមានគម្រោងចាអញ្ចឹងចំណុចនេះយើងត្រូវយល់ដឹងលោកអ្នកដែលមានខ្សែអក្សរ M នេះពូកែរកស៊ីដូចជាការងារខាងអាជីវកម្មមានសមត្ថភាពអាចទាញយកភាពជោគជ័យបានដើម្បីឈានដល់ការជោគជ័យគឺមានគម្រោងច្បាស់លាស់ដើរទៅមុខមួយជំហានឆ្ពោះទៅរកគោលដៅខ្សែអក្សរ M មិនមែនមានជោគវាសនាធម្មតានោះទេខ្សែសញ្ញាអក្សរ M នេះផ្ដល់ថាមពលឲ្យឆ្ពោះទៅរកគោលដៅនៃខ្សែជីវិតរបស់លោកអ្នកខ្សែសញ្ញាអក្សរ M នេះម្ចាស់បាតដៃមានគម្រោងច្បាស់លាស់បានកំណត់ជោគវាសនារបស់ខ្លួនដោយភាពវិជ្ជមានត្រួសត្រាយផ្លូវឆ្ពោះទៅមុខលោកអ្នកដែលមានខ្សែអក្សរ M នេះចំពោះទំនាក់ទំនងរវាងអ្នកដទៃគឺជាបុគ្គលមានភាពទាក់ទាញពូកែនិយាយដោយពាក្យពេចន៍ល្អឆាប់ចូលគេចុះនិងយល់អារម្មណ៍អ្នកជុំវិញបែបនេះហើយធ្វើឲ្យទំនាក់ទំនងល្អនឹងអ្នកដទៃហើយអ្នកដទៃក៏ជឿជាក់នឹងឲ្យតម្លៃលោកអ្នកថែមទៀតផងខ្សែសញ្ញាអក្សរ M នេះជាបុគ្គលស្គាល់ខ្លួនឯងច្បាស់គឺយល់អារម្មណ៍ខ្លួនឯងយ៉ាងច្បាស់ដឹងពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់ខ្លួនយ៉ាងច្បាស់ព្យាយាមបង្កើនសមត្ថភាពដុសខាត់អភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរខ្ពង់ខ្ពស់សូមបញ្ជាក់ជូនពុកម៉ែបងប្អូនបន្តិចចំពោះខ្សែអក្សរ M ច្បាស់និងខ្សែអក្សរ M មិនសូវច្បាស់អ្នកខ្លះមានខ្សែអក្សរ M នេះច្បាស់អ្នកខ្លះមានខ្សែអក្សរ M នេះមិនសូវច្បាស់គឺមានពីរប្រភេទដែរពុកម៉ែបងប្អូនហើយជោគវាសនាលាភសំណាងរបស់បុគ្គលម្នាក់ៗគឺយល់ទៅតាមនឹងដែរលោកអ្នកដែលមានខ្សែសញ្ញាអក្សរ M នេះធំច្បាស់
ជាបុគ្គលពូកែពង្រឹងស្មារតីត្រួសត្រាយខ្សែជីវិតរបស់ខ្លួនបើសិនជាធ្វើអាជីវកម្មឬក៏ជាអ្នកដឹកនាំគឺងាយនឹងឈានដល់ភាពជោគជ័យចំពោះលោកអ្នកដែលមានខ្សែអក្សរ M មិនសូវច្បាស់គឺទាក់ទងនឹងការគិតការយល់ឃើញត្រួសត្រាយខ្សែជីវិតរបស់ខ្លួនទៅតាមនឹងដែរបើសិនជាលោកអ្នកមានខ្សែអក្សរ M នេះមិនសូវច្បាស់គឺព្យាយាមតស៊ូទៅមុខបង្កើនសមត្ថភាពបន្តិចម្ដងតាមតែអ្វីដែលលោកអ្នកអាចធ្វើទៅបានពេលនោះខ្សែជីវិតរបស់លោកអ្នកនឹងផ្លាស់ប្ដូរល្អប្រសើរថ្លៃថ្លាចា៎ខ្សែអក្សរ M ច្បាស់នេះជាបុគ្គលគិតវិជ្ជមានព្យាយាមរកវិធីគួរធ្វើដូចម្ដេចដើម្បីឲ្យក្តីសុបិនរបស់ខ្លួនคล้ายទៅជាការពិតគឺពូកែមើលស្ថានភាពបង្កើនចំណេះបង្កើនសមត្ថភាពចង់ធ្វើអ្វីមួយគឺមានគម្រោងច្បាស់លាស់ឆ្ពោះទៅមុខឈានទៅរកភាពជោគជ័យលោកអ្នកដែលមានខ្សែអក្សរ M នេះជាខ្សែផ្ដល់ថាមពលខ្ពស់បើមានគោលដៅច្បាស់លាស់ហើយជាបុគ្គលព្យាយាមអត់ធ្មត់ម៉ត់ចត់ទោះបីមានទុក្ខលំបាកច្រើនយ៉ាងណាក៏ដោយក៏មិនរាថយព្យាយាមយកឈ្នះឧបសគ្គទាំងឡាយបែបនេះហើយធ្វើឲ្យមានបទពិសោធន៍ច្រើនរឹងមាំទាំងចិត្តរឹងមាំទាំងកាយអភិវឌ្ឍខ្លួនឈានទៅរកភាពជោគជ័យចាអញ្ចឹងពុកម៉ែបងប្អូនខ្សែអក្សរ M នេះពិតជាពិសេសខ្លាំងណាស់ឲ្យតែយើងមានសមត្ថភាពគ្រប់គ្រាន់ដូចខ្ញុំបានរៀបរាប់ខាងលើបើយើងចង់ធ្វើអ្វីមួយឬក៏រកស៊ីងាយនឹងឈានដល់ភាពជោគជ័យហើយលាភសំណាងលុយកាក់ក៏ចូលច្រើនមិនខ្វះខាតចាអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំនឹងលើកយកខ្សែបាតដៃល្អៗប្លែកៗមកចែកជូនពុកម៉ែបងប្អូននៅវីដេអូក្រោយៗទៀតសូមពុកម៉ែបងប្អូនជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងដើម្បីជាការលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណជូនពរសំណាងល្អទាំងអស់គ្នា